ជំរាបសួរបាទខ្ញុំជួបដល់កូនជំនាន់ក្រោយដែលជាទំពាំងស្នងរិស័យសូមកូនខិតខំសិក្សារៀនសូត្រមានតែចំណេះដឹងមានតែចំណេះវិជ្ជាទេដែលអាចកែប្រែវាសនាកូនបានព្រោះអីមើលសង្គមយើងបច្ចុប្បន្ននេះវាកលាប់ចាក់វាច្របូកច្របល់មិនដឹងអាណាប្រុសអាណាស្រីមិនដឹងចាស់មិនដឹងទុំមានគ្រឿងញៀនពីលាវ៉ាសែជាច្រើនហើយក្មេងៗជំនាន់ក្រោយភាគច្រើនគឺពួកគាត់ច្របូកច្របល់នៅក្នុងសង្គមគឺដោយសារអីដោយសារកម្រិតនៃវប្បធម៌ពួកយើងវាមានកម្រិតចឹងហើយសូមកូនជំនាន់ក្រោយដើម្បីកែប្រែប្រទេសជាតិយើងឲ្យរឹងមាំដើម្បីកែប្រែខ្លួនយើងឲ្យរឹងមាំដើម្បីអភិវឌ្ឍប្រទេសយើងឲ្យរីកចម្រើនកូនត្រូវតែខិតខំរៀនសូត្រមានតែចំណេះដឹងនេះទេដែលអាចកែប្រែទាំងវាសនាខ្លួនយើងផ្ទាល់កែប្រែទាំងវាសនាប្រទេសជាតិចំណេះដឹងធ្វើឲ្យយើងមានចក្ខុវិស័យមើលនៅអនាគតយ៉ាងទូលំទូលាយធ្វើឲ្យយើងចេះតែពិចារណាធ្វើឲ្យយើងចេះវិភាគវិនិច្ឆ័យនៅជោគវាសនាខ្លួនយើងក៏ដូចជាជោគវាសនារបស់ប្រទេសជាតិកាលណាដែលកូនទាំងឡាយមានចំណេះដឹងមានការអប់រំល្អនោះរឿងវិជ្ជមានវានឹងកាត់ឡើងនៅក្នុងខ្លួនក៏ដូចជាប្រទេសជាតិយើងទាំងមូលដែរដូច្នេះហើយដើម្បីកែប្រែដើម្បីធ្វើឲ្យប្រទេសជាតិយើងកាន់តែរឹងមាំដើម្បីធ្វើឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនដើម្បីកែប្រែវាសនាប្រទេសជាតិយើងឲ្យមានភាពអស្ចារ្យទៅថ្ងៃអនាគតកូនត្រូវតែខិតខំរៀនសូត្រទាំងអស់គ្នាពេលនោះហើយទើបយើងអាចរក្សាបានទាំងអក្សរសាស្ត្ររបស់ប្រទេសជាតិយើងរក្សាអត្តសញ្ញាណរបស់ប្រទេសជាតិយើងហើយក៏រក្សានៅប្រទេសជាតិយើងមួយនេះបានយូរអង្វែងប្រសិនបើកូនជំនាន់ក្រោយភ្លេចភ្លាំងបងវែងស្មារតីមិនចាប់យកចំណេះវិជ្ជាដាក់ខ្លួនទេនោះវាសនាប្រទេសជាតិយើងនឹងបាត់បង់ព្រោះគ្មានអ្នកពឹងផ្អែកទៀតឡើយបាត់បង់ទាំងជនជាតិបាត់បង់ទាំងប្រទេសជាតិដូច្នេះសូមកូនជំនាន់ក្រោយគិតឡើងវិញដើម្បីថែរក្សាប្រទេសជាតិយើងនេះឲ្យយូរអង្វែងឲ្យរឹងមាំសូមកូនចាប់យកចំណេះវិជ្ជាដាក់ខ្លួនមួយវិញទៀតប្រសិនបើយើងមានចំណេះវិជ្ជាហើយសូមកុំភ្លេចត្រូវតែមានមនុស្សធម៌ក្នុងខ្លួនគុណធម៌ក្នុងខ្លួនមេត្តាធម៌ក្នុងខ្លួនសុជីវធម៌ក្នុងខ្លួនទើបជាអ្វីដែលជាគំរូដ៏ប្រសើរសម្រាប់មនុស្សទូទៅនេះគឺជាសារបន្តិចបន្តួចជូនដល់កូនបាទជម្រាបលា